Dươngចូលលំហាត់ទី1សរសេរចំនួនខាងក្រោមជាប្រភេទអញ្ចឹងសំណួរកនេះលំហាត់ 0.5 សញ្ញាដូចសញ្ញាដកដែលនៅលើលេខ5នេះមានន័យថាជាចំនួនខួបគេអានថាខួប 0.5 ខួបកន្លែងហ្នឹងមានន័យថាខួបវាលេខ5ណាខួប5បានន័យថាយ៉ាងដូចម្ដេចបានន័យថា 0.5 ខួបបែបនេះយើងសរសេរវាទៅជា 0.555 មានន័យថាលេខ5រហូតកន្លែងខាងលើខួបហ្នឹងមានន័យថាលេខ5រហូតអញ្ចឹងគេឲ្យយើងសរសេរវាជាប្រភេទអញ្ចឹងដើម្បីសរសេរជាប្រភេទជំហានទី1យើងតាំងសិនមកយើងតាំងសិនយើងតាំងអក្សរអីមួយមកឥឡូវខ្ញុំតាំង n ស្មើឲ្យ 0.5 ខួបឬក៏ស្មើ 0.55 បន្តរហូតសុទ្ធតែជាលេខ5បន្ទាប់មកខ្ញុំគុណអង្គទាំងពីរនឹងលេខ10អញ្ចឹងអង្គទី1នេះយើងគុណវាជាមួយនឹង10អញ្ចឹងយើងបាន10គុណនឹង n អង្គទី1គុណនឹង10អង្គទី2យើងគុណនឹង10ដែរ10គុណឲ្យ 0.555 10គុណនឹង n យើងបាន 10n ហើយ10គុណឲ្យ 0.555 នេះនៅពេលដែលយើងគុណនឹង10នៅពេលដែលយើងគុណនឹង10មានន័យថាម៉េចនៅពេលដែលយើងគុណនឹង10បានន័យថាកន្លែងក្បៀសនេះត្រូវបានរំកិលមកដល់កន្លែងនេះនឹងយើងគុណនឹង10បើយើងគុណ100មានន័យថាយើងរំកិលក្បៀសចំនួន2តែដោយសារតែយើងគុណនឹង10លេខ0វាមានតែ1អញ្ចឹងយើងរំកិលក្បៀសតែ1បានហើយឥឡូវមើលអត់ទាន់ក្បៀសនៅកន្លែងនេះអញ្ចឹងយើងរំកិល1គឺនៅកន្លែងនេះអញ្ចឹងលេខវាគឺឃើញប្រមាណឃើញ5ក្បៀសណាអញ្ចឹងលេខរបស់វាគឺឃើញ5ក្បៀស5បន្តទៀតរហូតទៅដល់លេខ5ចុងក្រោយបន្ទាប់មកយើងយកវាដកvà dương vô việc đọ mà đọ là lơ nè đọ năng máu lại nó cứ mấy con với mùi ăn bà chắc việc đạn đi mà nè số chốt pram hỗ đó pram mình đón tiết mười ở toán anh ấy đọc ánh bao nhiêuបាទអានេះ1 n នេះមកពីណានេះ1 n នេះកន្លែងនេះ n មេគុណកន្លែងនេះគឺ1អញ្ចឹង1 n 1 n ស្មើប៉ុណ្ណេះនេះអញ្ចឹងយើងដាក់ហ្នឹងមកបាទ n នេះដាក់1 n ហើយ0នេះយើងដាក់កន្លែងវិញបន្ទាប់មកយើងធ្វើប្រមាណវិធីដកវាមក10ដក1នេះសល់ប្រមាណ9 n យើងទុកដដែលនេះ10ដក1សល់9ស្មើយ៉ាងនេះ5ដក5 0ហើយចឹងជួរនេះគឺ0ដែរ5ដក5 0 0អស់ហើយកន្លែងនេះសល់5ដក0សល់5ដក0សល់5ចឹងយើងឃើញថាកន្លែងនេះគឺ 9n ស្មើនឹង5 ក្បៀស0 0ចឹងខាងក្រោយនេះសុទ្ធតែជាលេខ0ចឹងយើងមិនចាំបាច់សរសេរ0ដាក់មកវិញទេយើងដាក់តែលេខ5បានហើយបាទអញ្ចឹងយើងចម្លើយរបស់យើងឃើញហើយ5 9n ស្មើ5 9n ស្មើ5អញ្ចឹងយើងទាញរក n មកបាទគឺ 9n ស្មើ5អញ្ចឹងដើម្បីទាញរក n យើងមើលខាងមុខ n នេះលេខប៉ុន្មានលេខ9អញ្ចឹងបើវាជាប់លេខ9យើងចែកនឹង9នេះមក
អង្គទី1ចែក9អង្គទី2ក៏ត្រូវតែចែក9ដែរអញ្ចឹង9ជាមួយនឹង9នេះអស់ហើយស្រាល n n ស្មើនឹង5ភាគ9ដូច្នេះចំនួនដែលយើងរក 0.5 ខូបនេះសរសេរជាប្រភេទបាន5 លើ 5 9នេះជាចម្លើយចុងក្រោយ